បងប្អូនទាំងអស់គ្នាមានដឹងអត់ថានៅក្នុងកម្មវិធី Telegram យើងអាចប្រើវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានហើយសំខាន់វចនានុក្រមនោះយើងអាចប្រើពីខ្មែរទៅខ្មែរហើយនិងពីអង់គ្លេសទៅខ្មែរបានទៀតផងតែយើងចូលទៅមើលទាំងអស់គ្នាបងប្អូនដំបូងគឺត្រូវចុចកន្លែងសញ្ញា search នេះហើយវាយពាក្យថាវចនានុក្រមនេះវាលោតចេញមកហើយវចនានុក្រមសម្ដេចសង្ឃជួនណាតយើងចុចលើរូបនោះមកហើយបន្តមកចុចពាក្យថា start ហើយគេនឹងបង្ហាញថាយើងអាចប្រើពីខ្មែរទៅខ្មែរនិងពីអង់គ្លេសទៅខ្មែរបានអញ្ចឹងខ្ញុំសូមវាយពាក្យថាក្រមាអញ្ចឹងពាក្យថាក្រមាជានាមហើយមានន័យថាសំពត់ត្បាញដោយអំបោះមានក្រឡាខ្វែងសម្រាប់ផ្លាស់ងូតទឹកនេះយើងអាចប្រើពីខ្មែរទៅខ្មែរហើយពីអង់គ្លេសទៅខ្មែរក៏បានដែរឥឡូវយើងឧទាហរណ៍ខ្ញុំវាយពាក្យទៅខ្មែរពីអង់គ្លេសវិញខ្ញុំវាយពាក្យថាខាអញ្ចឹងខាជា noun ហើយប្រែមកជាខ្មែរយើងមានថាឡានឬក៏រថយន្តអញ្ចឹងទៅអញ្ចឹងគឺវាមានភាពងាយស្រួលមែនតើបងប្អូនមិនចាំបាច់ទៅឡើងកម្មវិធី dictionary ឬក៏វចនានុក្រមអីទេយើងអាចប្រើនៅក្នុង Telegram នឹងក៏បានដែរប្រើបានទាំងខ្មែរទៅខ្មែរនិងទាំងពីអង់គ្លេសទៅខ្មែរទៀតផងអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនា